ថ្មីហ្នឹងវាសារតែយើងទាន់ព័ត៌មានមួយថាប្រទេសថៃមានប្រជាជនវាស្លាប់ហើយប៉ុន្តែទាហានមកវាបានស្លាប់នៅលើគោជើងខ្លាំងតែនៅក្បែរតំបន់នៃកម្ពុជាកំពុងតែកាន់កាប់នេះអនសល់ជាឃើញថាទាហានថៃអាចខ្លាំងតែគឺកពិមកកពិអត់ដឹងថាគិតអីទេខួរក្បាលថៃអត់ដឹងគិតអីទេវាយគេហើយចោតគេថាគេនឹងជាអ្នកវាយវាមុនទៀតហើយសំខាន់ណាមិនមែនត្រឹមតែប្រើកងទ័ពមកឈ្លានពានកម្ពុជាប្រើទាំងយន្តក្រោះប្រើទាំងដ្រូនប្រើទាំង F16 របស់អាមេរិកហើយសំខាន់ណាលួចរបស់អាមេរិកមកទៀតនេះគេថាសាំខ្លាំងមែនតើហើយឥឡូវនេះមិនត្រឹមតែលួចដើម្បីយកយន្តហោះអាមេរិក F16 ដែរពេលF16ជាទូទៅតតែមានការអនុញ្ញាតពីអាមេរិកប៉ុន្តែនេះអត់ទេយកមកវាយប្រហារតាមព្រំដែនមិនត្រឹមតែប៉ុណ្ណោះថៃគឺប្រើគ្រប់បែកចង្កោមណាប់នេះវាប្រើអាធំតែម្ដងវាប្រើប៉ុណ្ណឹងហើយវាវាយអត់បែកទៀតវាអត់ដឹងថាម៉េចវាបានបញ្ជូនកងទ័ពទៅប្រមាណដូចជា10000នាក់ជាងប៉ុន្តែឥឡូវពេលនេះកងទ័ព10000នាក់នោះហប់ចិត្តអស់ហើយប៉ុន្តែសូមសារដែររន្ទះបាញ់ខ្លាំងមែនតែដាក់លើប្រាសាទរបស់ខ្មែរដែលធ្វើឲ្យវារៀលដាល់ឆក់គ្នាវាងាប់អស់ហើយទាហានមកថៃលោតឆាត់យួរមកកោះលើចុងឈើអាខ្លះបាក់កងងាប់ចំនួន50-60នាក់ដែរអានេះជាព័ត៌មានមួយដែលមិនច្បាស់ការពីខ្ញុំទៅប្រងបាទប៉ុន្តែសកាលលើថៃវាកំពុងតែញ៉ៃហ្នឹងវាកំពុងតែអីជួយអញវាយគេមិនដឹងវាអត់បែកឲ្យប្រសិទ្ធជនហោះហ្នឹងនេះគិតមើលវាប្រើសិទ្ធជនហោះតែវាវាយយើងអត់បែកទេហើយទាហានរបស់វាងាប់កជើងខ្លាំងមែនតើហើយវាបញ្ជូនទៅកាន់មន្ទីរពេទ្យសឹងតែមិនទាន់ហើយនេះលេងសិទ្ធិជនហោះឥឡូវនេះកំពុងតែភ្លៀងទៀតធ្វើឲ្យយន្តហោះមកវាពិបាកចូលទៅយកសាកសពពួកអាទាហានសៀមនឹងខ្លាំងមែនតើចឹងហើយសូមបន្តនេះសូមប្រាំទៅពួកអាស្ទាវសៀមតែចាំមើលតទៀតនេះទៅតង់ទី2បើតង់ទី3ឯងខ្ទេចតែម្ដង